បាទជំរាបសួរក៏ដូចជាសួស្តីបងទាំងអស់គ្នាបាទនេះគឺជាឆ្នាំងអ៊ុតប្រាឡចំហាយដែលបងស្រីនៅខាងត្បូងឃ្មុំបាទគាត់បញ្ជាការទិញបាទមួយគ្រឿងបាទប្រភេទឆ្នាំងអ៊ុតប្រាឡចំហាយឥឡូវនេះកំពុងតែចាក់ទឹកធ្វើតេស្តជូនបងស្រីបាទទិញតាមអនឡាញម៉ួយថ្មីបាទអញ្ចឹងបងដែលទិញតាមអនឡាញក្តីបាទទិញតាមទូរស័ព្ទបាទតាក់ទងតាមលេខទូរស័ព្ទឬក៏ Telegram ឬក៏តាមអនឡាញបាទបងបាច់ភ័យបារម្ភទេបាទទិញដោយទំនុកចិត្តបាទឥឡូវនេះកំពុងតែធ្វើតេស្តជូនបងស្រីបាទមុននឹងបញ្ជូនឲ្យបងស្រីគឺខាងខ្ញុំធ្វើតេស្តជូនបងស្រីបាទឥឡូវនេះគឺយើងកំពុងចាក់ទឹកហើយចាក់ទឹករួចរាល់ហើយយើងកំពុងតែបើកុងតាក់ដាំទឹកឡបាទដាំទឹកឡវាដល់ចំណុចលេខ3បាទយើងអាចបើកុងតាក់រូបឆ្នាំងអ៊ុតនិងកុងតាក់ជាប់នឹងឆ្នាំងអ៊ុតតែម្ដងបាទឥឡូវនេះយើងចាំបន្តិចបងណាបាទឥឡូវនេះយើងដាំទឹកឡហើយដល់ចំណុចលេខ2ហើយបាទអញ្ចឹងយើងចាំបន្តិចបាទយើងដាំទឹកឡហើយយើងចាំពេលបន្តិចបាទដល់ចំណុចនេះលើការដល់លេខ3បាទយើងបើកកុងតាក់រូបឆ្នាំងអ៊ុតបានណាបងណាបាទឥឡូវនេះដល់ចំណុចលេខ3ហើយបងបាទឥឡូវនេះយើងអាចបើកកុងតាក់រូបឆ្នាំងអ៊ុតជាប់នឹងឡហើយកុំភ្លេចនោះគឺបើកកុងតាក់ជាប់នឹងឆ្នាំងអ៊ុតមួយទៀតបងបាទយើងបើកកុងតាក់ជាប់នឹងឆ្នាំងអ៊ុតហើយបាទយើងចាំពេលប្រហែលជាចន្លោះពី2ទៅ3នាទីដើម្បីឲ្យបាទកុងតាក់ជាប់នឹងឆ្នាំងអ៊ុតនេះរលត់ភ្លើងសិនមកណាបាទរលត់ភ្លើងបានយើងអាចអ៊ុតបានបាទដោយសារអីយើងបើកភ្លាមឆ្នាំងអ៊ុតវាអត់ទាន់ក្តៅនៅពេលដែលយើងអ៊ុតភ្លាមគឺបណ្ដាលឲ្យវាហូរទឹកតែម្ដងដោយសារមូលហេតុគឺឆ្នាំងអ៊ុតអត់ទាន់ក្តៅបងណាបាទអញ្ចឹងបងបាទឥឡូវវីដេអូនេះគឺបងអូនធ្វើឡើងគឺបញ្ជាក់ទី1បាទធ្វើតេស្តបាទជូនបងស្រីនៅតាមខេត្តបាទទី2ចង់បាទបង្ហាញពីរបៀបប្រើប្រាស់បាទប្រភេទឆ្នាំងអ៊ុតប្រាឡចំហាយនេះផងដែរបាទឥឡូវនេះបាទនេះគឺជាប្អូនចង្អុលនេះគឺប្រភេទបាទកន្លែងចុចកុងតាក់ចំហាយបងណាបាទនឹងជាប់ដៃឆ្នាំងអ៊ុតតែម្ដងបងណាបាទឥឡូវនេះយើងចាំបន្តិចបាទកុងតាក់ជាប់ឆ្នាំងអ៊ុតនេះលុតយើងអាចអ៊ុតធ្វើតេស្តជូនបងស្រីបានហើយបាទអូខេឥឡូវនេះបាទយើងលុតហើយបាទតុកកាក់បាទកុងតាក់លុតហើយឥឡូវនេះយើងអាចចុចបាទចំហាយតេស្តជូនបងស្រីបានណាចុចបានចុចសក់ឡោះនេះបាទចំហាយទៅតាមនេះបងបាទឃើញបងបាទចំហាយទៅណាច្រើនបែបនេះណាបាទអញ្ចឹងយើងបាច់ភ័យបារម្ភទៅពេលដែលយើងអ៊ុតទៅចុចទៅគឺវាបាទនាឡិកាក៏វាថយចុះហើយកម្ដៅអាកន្លែងឆ្នាំងអ៊ុតនេះក៏វាអលឺតបាទវាភ្លឺឡើងអញ្ចឹងយើងបាច់បារម្ភទេបាទឆ្នាំងអ៊ុតនៅពេលដែលវាចុះត្រជាក់គឺវាអូតូកម្ដៅហើយបាទវាបិទបើកខ្លួនវាអូតូណាបាទយើងបន្តទៀតមកយើងសាកតិចលេងសាកចំហាយម្ដងទៀតបាទឃើញបងលឺបាទលឺចំហាយហ្នឹងគឺចំហាយចេញមកពីខ្លាំងបែបហ្នឹងបាទគាត់ថាវាសក្តានុពលយើងគាត់លើតចំហាយចេញមកបែបហ្នឹងបងណាបាទគឺចំហាយចេញមកបែបហ្នឹងឃើញទេអញ្ចឹងចំហាយទឹកពីខ្លាំងអញ្ចឹងបងដែលชอบប្រើគឺបងដឹងពីគុណភាពបាទឆ្នាំងអ៊ុតចំហាយឡនេះអញ្ចឹងបងដែលមានតម្រូវការចង់ប្រើប្រាស់អាចតំណតាមបងបានបាទមានលក់បដុំនារីផងដែរទីតាំងបងបាទគឺនៅភ្នំពេញបាទនៅបណ្ដោយផ្លូវ2011ខាងជើង40ម៉ែត្រចម្ងាយត្រឹមតែ150ម៉ែត្រតែប៉ុណ្ណោះបាទអរគុណច្រើនបងដឹងដល់នេះចំហាយវាបែបនេះបងណា